Breaking News នៅវេលាម៉ោង 11:52 នាទីព្រឹកថ្ងៃទី 27 ខែកញ្ញានេះយោធាថៃបានចាប់ផ្ដើមបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជាដោយបានបាញ់កំភ្លើងត្បាល់និងកំភ្លើងដៃជាច្រើនគ្រាប់មកលើតំបន់មូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះកងទ័ពកម្ពុជាឈរលើគោលការណ៍អត់ធ្មត់ខ្ពស់និងមិនបានតបតទៅវិញនោះទេខណៈរហូតមកទល់ម៉ោងនេះភាគីថៃនៅបន្តបាញ់ប្រហារមកលើកងទ័ពកម្ពុជានៅឡើយមិនទាន់បញ្ឈប់នោះទេក្រសួងកម្ពុជាបានចេញនូវសេចក្តីប្រកាសព័ត៌មានដូចតទៅរាជធានីភ្នំពេញថ្ងៃទី 27 ខែកញ្ញាឆ្នាំ 2025 លោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិនៃប្រជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនជាតិនិងអន្តរជាតិអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថានៅព្រឹកថ្ងៃទី 27 ខែកញ្ញាឆ្នាំ 2025 វេលាម៉ោងប្រមាណ 11:52 នាទីយោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជាដោយបានបាញ់កំភ្លើងត្បាល់និងកំភ្លើងដៃជាច្រើនគ្រាប់មកតំបន់មូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះកងទ័ពកម្ពុជាបានឈរលើគោលការណ៍អត់ធ្មត់ខ្ពស់និងមិនបានតបតទៅវិញនោះទេរហូតមកទល់ម៉ោងនេះភាគីថៃនៅតែបន្តបាញ់ប្រហារមកលើកងទ័ពកម្ពុជាមិនទាន់បញ្ឈប់នៅឡើយនោះទេកងកម្លាំងរបស់កម្ពុជាសូមបញ្ជាក់សារជាថ្មីនៃការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងការអនុវត្តនៅកិច្ចព្រមព្រៀងបាត់ឈប់បាញ់រវាងកម្ពុជានិងថៃឲ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុតដែលបន្តសហការគ្នាឲ្យបានជិតស្និទ្ធនៅគ្រប់កម្រិតនិងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្ដែងសម្ដែងលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឲ្យបានឆាប់រហ័សនិងអំពាវនាវឲ្យភាគីថៃអនុវត្តនិងគោរពឲ្យបានម៉ឺងម៉ាត់ដូចគ្នាស្រីបងប្អូនថ្ងៃនេះថ្ងៃ27ខែ9 2025ទូឲ្យបងប្អូនទូឲ្យនៅអានសេះហ្នឹងឯងទូតាមច្រកព្រំដែនទាំងអស់តែយើងអត់មានបទបញ្ជាឲ្យតបទេហ្នឹងឯងអរគុណច្រើនបងប្អូនបាយទេបងថតតុកទេហ្នឹងឯងបន្ទាន់ចាប់ពីម៉ោង 11:52 នាទីថ្ងៃទី 27 ខែកញ្ញានេះយោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជាដោយបានបាញ់កំភ្លើងត្បាល់និងកំភ្លើងដៃជាច្រើនគ្រាប់មកតំបន់មូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះខណៈដែលកងទ័ពកម្ពុជាបានឈរលើគោលការណ៍អត់ធ្មត់ខ្ពស់និងមិនបានតបតទៅវិញទេគិតរហូតមកដល់ម៉ោងជាង 1 រសៀលនេះកងទ័ពថៃនៅតែបន្តបាញ់មិនទាន់បញ្ឈប់នៅឡើយយោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនាវេលាម៉ោងជាង 1 រសៀលថ្ងៃទី 27 ខែកញ្ញាឆ្នាំ 2025 បានឲ្យដឹងថានៅព្រឹកថ្ងៃទី 27 ខែកញ្ញាឆ្នាំ 2025 វេលាម៉ោងប្រមាណ 11:52 នាទីយោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជាដោយបានបាញ់កំភ្លើងត្បាល់និងកំភ្លើងដៃជាច្រើនគ្រាប់មកតំបន់មូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះកងទ័ពកម្ពុជាបានឈរលើគោលការណ៍អត់ធ្មត់ខ្ពស់និងមិនបានបាញ់តបតវិញទេរហូតមកដល់ម៉ោងជាង 1 រសៀលនេះភាគីថៃនៅតែបន្តបាញ់ប្រហារមកលើកងទ័ពកម្ពុជាមិនទាន់បញ្ឈប់នៅឡើយទេកងកម្លាំងរបស់កម្ពុជាសូមបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងការអនុវត្តនៅកិច្ចព្រមព្រៀងបាត់ឈប់បាញ់រវាងកម្ពុជានិងថៃឲ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុតដោយបន្តសហការគ្នាឲ្យបានជិតស្និទ្ធនៅគ្រប់កម្រិតនិងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្ដែង
សម្ដៅលើកម្ពុជាសន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឲ្យបានឆាប់រហ័សនិងអំពាវនាវឲ្យភាគីថៃអនុវត្តនិងគោរពឲ្យបានម៉ឺងម៉ាត់ដូចគ្នា